ខ្ញុំបានឈ្មោះលោកសន្ធនខ្ញុំបាននៅថ្ងៃទី21ខែ11ដល់វេលាម៉ោង9ជាងខ្ញុំបានឲ្យមេកប្រាយខ្ញុំតកាយខ្ញុំឈ្មោះធានត្រីក៏បានប្រាយខ្ញុំទៅយកបងប្អូននៅបលៀនជាមួយតកងឡានគ្នាខ្ញុំមាន3នាក់ហើយក៏បានទៅយកនៅបលៀនហ្នឹងខ្ញុំបានទីវិញខ្ញុំអត់បានទៅយកបងប្អូនតកាយទេខ្ញុំក៏ជិះឡានទៅហូបបាយសិនដល់ពេលចេញទៅបាយវិញក៏បានមកអង្គចំនួនបញ្ហានៅលើតាមដងផ្លូវធ្វើឲ្យមានការឆ្លោះប្រកែកគ្នាធ្វើឲ្យប៉ះពាល់ដល់ដៃសង្គមសាធារណៈសូមបងប្អូនអធិស្ឋានសូមមេត្តាលើកលែងទោសខ្ញុំបានសន្យាថានឹងលែងឲ្យមានកំហុសនេះជាលើកទី2ហើយខ្ញុំបានឈ្មោះយើងវិចិត្រនៅថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2015ខ្ញុំបានមេក៏បានប្រើទៅយកឡើងទៅទទួលបងប្អូនមកពីបលៀនដល់ពេលទៅក៏ខ្ញុំមកប្រហែលជា9ជាងខ្ញុំបានទៅយកគាត់ទេខ្ញុំបានមកហូបបាយនៅគីឡូ6ហើយបន្ទាប់ពីហូបបាយនេះក៏មានករណីប៉ះពាល់ទឹកពេជ្រប៉ះពាល់សម្ដីគ្នាជាមួយនឹងភាគីខាងទៀតអញ្ចឹងខ្ញុំសូមចិត្តបងប្អូនទាំងអស់សូមគំរូតាមខ្ញុំហើយខ្ញុំក៏សន្យាថានឹងអត់ឲ្យមានជាលើកទី2ទៀតទេ